You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទយុនសមៀនសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអាទិត្យ800ថ្ងៃសីលខែអាសាឍឆ្នាំវកនពស័កពុទ្ធសករាជ2561ដែលត្រូវនឹងថ្ងៃទី16ខែកក្កដាគ្រិស្តសករាជ2017ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមាតិកាដូចតទៅលោកហ៊ុនសែនស្នើស៊ើបអង្កេតអ្នកផ្សព្វផ្សាយពាក្យចចាមអារាមថាលោកមានជំងឺប្រមុខរដ្ឋាភិបាលបដិសេធសំណើបង្កើតច្បាប់ការពារលោកពេលផុតអាណត្តិមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងជួបលោកសំរងស៊ីនៅបរទេសមុនច្បាប់ស្ដីពីគណៈបកនយោបាយចូលជាធរមានមន្ត្រីនិងអតីតបុគ្គលិកសមាគមអាត60ទើបត្រូវដោះលែងចូលធ្វើការវិញប៉ុន្តែនៅមានបញ្ហាសុខភាពរួមនឹងព័ត៌មានផ្សេងទៀតជាបន្តទៅទៀតនេះខ្ញុំបាទយុនសមៀនសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃសៅរ៍ទី15កក្កដាបានចេញមុខតាមបណ្ដាញសង្គម Facebook បកស្រាយពីព័ត៌មានដែលថាលោកបានទៅសម្រាប់ព្យាបាលជំងឺនៅបរទេសលោកហ៊ុនសែនបញ្ជាក់នៅពេលនេះថាព័ត៌មានទាំងនោះជាពាក្យចចាមអារាមហើយថាលោកកំពុងស្ថិតនៅរាជធានីភ្នំពេញលោកយាងសុជាមេតារាយការណ៍ព័ត៌មាននេះអង្គុយនិយាយចេញពីក្នុងរថយន្តក្នុងទឹកមុខហាក់ស្រស់ស្រាយជាងរូបថតដែលលោកបានបង្ហោះកាលពីពេលថ្មីៗនេះក្នុងពេលដែលមានព័ត៌មានលេចលឺថាលោកកំពុងសម្រាប់ព្យាបាលជំងឺនៅបរទេសនោះលោកហ៊ុនសែនអះអាងថាពេលនេះលោកកំពុងជិះរថយន្តសង្កេតមើលរាជធានីភ្នំពេញថ្លែងក្នុងវីដេអូឃ្លីបរយៈពេលជិត2នាទីនៅថ្ងៃទី15កក្កដាលោកហ៊ុនសែនថាប្រសិនជានាយករដ្ឋមន្ត្រីបាត់ខ្លួនឬបាត់បង់តំណែងជាស្ថាពរដោយដែលព័ត៌មានឬពាក្យលេចលឺនោះលោកថាប្រទេសកម្ពុជានឹងក្លាយជាច្របូកច្របល់យ៉ាងពិតប្រាកដដូច្នេះពាក្យចចាមអារាមគួរឲ្យដល់អាក្រក់នេះគួរតែត្រូវបានបំបត្តិចោលតាមរយៈនៃคลิปវីដេអូរបស់ខ្ញុំដែលកំពុងតែផ្សាយដែលចេញពីទៅលើផ្លូវខ្ញុំធ្វើដំណើររបៀបធម្មតាហើយកំពុងតែចេះចរាចរណ៍ដោយគេដូចឯងយ៉ាងដូចនោះដែរតែសូមបងប្អូនមេត្តាពិនិត្យមើលអ្នកដែលបំផុសគេមានចេតនាអ្វីពិតប្រាកដការចេញមុខបកស្រាយរបស់លោកហ៊ុនសែននៅពេលនេះបន្ទាប់ពីលោកបានបាត់មុខថ្លែងសារជាសម្លេងចំនួន2សប្តាហ៍ការបាត់មុខរបស់លោកក៏ស្របពេលដែលគណៈរដ្ឋមន្ត្រីបានលើកកិច្ចប្រជុំពេញអង្គចំនួន2សប្តាហ៍ជាប់គ្នាគឺនៅថ្ងៃទី7និង14កក្កដាទៅធ្វើនៅពេលក្រោយវិញក្នុងពេលជាមួយគ្នាលោកហ៊ុនសែនក៏បានអវត្តមាននៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាកាលពីថ្ងៃទី10កក្កដាដើម្បីពិភាក្សាអនុម័តការកែប្រែច្បាប់គណៈបកនយោបាយដែលឈានដល់ការដកហូតសិទ្ធិទាន់ដិតមិនឲ្យលូកលាន់ជាមួយគណៈបកនយោបាយក្រោយពីមានបញ្ជារបស់លោកហ៊ុនសែនជាការកែប្រែច្បាប់ដែលគេមើលឃើញថាមានគោលដៅប្រឆាំងទៅនឹងលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិអវត្តមានរបស់លោកហ៊ុនសែនមិនបានចេញមុខថ្លែងសារជាសម្លេងក្នុងរយៈពេល2សប្តាហ៍នេះក៏ស្របពេលដែលមានព័ត៌មានលេចលឺថាលោកបានទៅសម្រាប់ព្យាបាលជំងឺនៅបរទេសក្នុងពេលជាមួយគ្នាប្រភពច្បាស់ការគួរឲ្យទុកចិត្តបានមួយសូមមិនបញ្ចេញឈ្មោះបានឲ្យអាស៊ីសេរីដឹងថាលោកហ៊ុនសែនបានទៅសម្រាប់ព្យាបាលរបួសនៅក្រៅប្រទេសប្រភពដដែលបានឲ្យដឹងថាក្នុងពេលលេងល្បែងវាយកូនហ្គោលកាលពីពេលកន្លងទៅនេះលោកហ៊ុនសែនបានដួលរបួសត្រង់ឆ្អឹងត្រគាករួចបានចេញទៅសម្រាប់ព្យាបាលរបួសនៅមន្ទីរពេទ្យនៅក្រៅប្រទេសប្រភពដដែលនេះបន្តថាគ្រូពេទ្យតម្រូវឲ្យលោកហ៊ុនសែននៅសម្រាប់ព្យាបាលរបួសរហូតដល់រយៈពេល1ខែហាក់ជាការឆ្លើយតបទៅនឹងព័ត៌មានទាំងអស់នេះលោកហ៊ុនសែនកាលពីថ្ងៃទី10កក្កដាបានបង្ហោះរូបថតមួយចំនួនម្ដងរួចហើយជាមួយភរិយាកូនចៅនិងអ្នកហែហមរបស់លោកមួយចំនួនដែលហាក់មានចេតនាបង្ហាញថាមិនមានរឿងអ្វីកើតឡើងចំពោះលោកដោយព័ត៌មានលេចលឺឡើយអមជាមួយរូបថតទាំងអស់នោះលោកហ៊ុនសែនបានសរសេរថានេះហើយខ្ញុំគឺជាហ៊ុនសែនដែលពួកជនពាលកំពុងស្វែងរកទោះជាយ៉ាងណារូបថតដែលលោកនាយករដ្ឋមន្ត្រីបង្ហោះកាលពីថ្ងៃ10កក្កដានោះហាក់មិនបង្ហាញស្ថានភាពស្វាហាប់របស់លោកប៉ុន្មានទេ
មើលទៅលោកហាក់មានសភាពអស់កម្លាំងខុសធម្មតាហើយឃើញហាក់ដូចជាមានបងព្យាបាលជំងឺរុំជុំវិញចង្កេះលោកថែមទៀតផងខ្ញុំយេសុជាមេតាអាស៊ីសេរីភ្នំពេញអតីតឧបនាយករដ្ឋមន្ត្រីនិងជាអតីតមន្ត្រីជាន់ខ្ពស់គណៈបករាជានិយមហ៊ុនស៊ុនពេជ្រលោកលឺឡៃស្រេងកាលពីម្សិលមិញបានផ្ញើលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នាមួយទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងមួយទៀតទៅកាន់លោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិលោកស្នើឲ្យបកទាំងពីររៀបចំបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីគ្រប់រូបដែលផុតអាណត្តិខ្ញុំថាចេះថាម៉ែយើងនេះចូលចិត្តតែដូចមិនសូវចោះសម្រងគ្នាដូចជានៅមានអានេះនៅថាកំណត់មួយថាទឹកឡើងត្រីស៊ីសមយទឹកហើយសមយស៊ីត្រីហ្នឹងហើយខ្ញុំថាដល់ពេលវេលាត្រូវតែបំបត្តិលុបបំបត្តិចោលនៅកំណត់នេះហើយបាទកំណត់ខ្ញុំចង់ធ្វើមិនក៏ដោយគឺថាឲ្យខ្មែរយើងនេះបើឈ្នះចាញ់មិនគឺនិយាយគ្នាហើយទាំងនេះទៅស្រស់ស្រួលគ្នាដើម្បីកសាងប្រទេសជាតិយើងឆ្លើយតបចំពោះសំណើរបស់លោកលឺឡៃស្រេងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីរសៀលថ្ងៃទី15បានផ្ដល់បទសម្ភាសន៍ឲ្យព័ត៌មានក្នុងស្រុកមួយដោយលោកច្រានចោលនៅសំណើនេះលោកហ៊ុនសែនហៅសំណើរបស់លោកលឺឡៃស្រេងនៅពេលនេះថាជាសំណើស្មោករោគចំណែកគណៈបកសង្គ្រោះជាតិនៅមិនទាន់ឆ្លើយតបចំពោះលោកលឺឡៃស្រេងនៅឡើយទេលោកអ្នកនាងជាទីមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងអះអាងថាជំនួបរបស់មន្ត្រីជាន់ខ្ពស់គណៈបកនេះជាមួយលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិគឺជាជំនួបចុងក្រោយហើយមុននឹងច្បាប់ស្ដីពីគណៈបកនយោបាយដែលត្រូវបានតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចទើបអនុម័តកែប្រែដើម្បីរារាំងទាន់ដិតមិនឲ្យលូកលាន់ចូលកិច្ចការគណៈបកនយោបាយនិងត្រូវប្រកាសឲ្យប្រើនៅពេលខាងមុខកាលពីចុងសប្តាហ៍នេះមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងមួយចំនួននាំគ្នាស្កាត់ទៅជួបលោកសំរងស៊ីនៅឯទីក្រុងហុងកុងបាទលោកប្រាជេវរាយការណ៍ព័ត៌មាននេះបើទោះជាច្បាប់គណៈបញ្ញោបាយកែប្រែថ្មីមិនទាន់ចូលជាធរមានដែលច្បាប់នេះតម្រូវឲ្យគណៈបញ្ញោបាយដករូបសម្លេងនិងសកម្មភាពរបស់តនដិតចេញពីគណៈបកក្តីប៉ុន្តែអនុប្រធានគណៈបកសង្គ្រោះជាតិអ្នកស្រីមុសុខូយល់ថាការជួបគ្នារបស់អ្នកស្រីជាមួយលោកសំរងស៊ីនៅហុងកុងដែលសប្តាហ៍ថ្ងៃលោកសំរងស៊ីកំពុងមានទោសនោះគឺជាជំនួបចុងក្រោយទោះបែបនេះក្តីអ្នកស្រីមួយសុខូមិនប្រាប់ឲ្យដឹងពីខ្លឹមសារនៃកិច្ចប្រជុំនោះទេហើយអ្នកស្រីថាជំនួបនោះក៏មិនមែនជាជំនួបផ្លូវការអ្វីដែរយ៉ាងណាក៏ដោយចុះអ្នកវិភាគនយោបាយយល់ថាកិច្ចប្រជុំដ៏កម្រដោយមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិជាច្រើនរូបទៅជួបលោកសំរងស៊ីដូច្នេះអាចនិយាយតាក់ទងនឹងការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយថ្មីដែលហាមមិនឲ្យទាន់ដិតចូលលូកលាន់ក្នុងកិច្ចការនយោបាយនិងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ2018ខាងមុខអ្នកស្រីមូសុខូឲ្យអាស៊ីសេរីដឹងថ្ងៃទី15ខែកក្កដាគឺក្រោយពេលអ្នកស្រីបានជួបលោកសំរងស៊ីថាទោះគណៈបកសង្គ្រោះជាតិមើលឃើញថាការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយថ្មីរបស់គណៈបកប្រជាជនកម្ពុជាផ្ទុយនឹងរដ្ឋធម្មនុញ្ញប៉ុន្តែនៅពេលច្បាប់នេះចូលជាធរមានគណៈបកសង្គ្រោះជាតិត្រូវតែគោរពតាមអនុប្រធានគណៈបកសង្គ្រោះជាតិរូបនេះមិនទាន់ប្រាប់ឲ្យដឹងពីគម្រោងដករូបសម្លេងនិងសកម្មភាពរបស់លោកសំរងស៊ីចេញពីគណៈបកសង្គ្រោះជាតិនៅពេលណាហើយថានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយលោកសំរងស៊ីដោយរបៀបណានៅឡើយទេខ្ញុំគ្រាន់តែប្រាប់ទៅអ្នកដែលធ្វើសកម្មកម្មកាត់ទោសអ្នកស្នេហាជាតិមួយនាក់ឲ្យសូមអធិការណាសាឡើងវិញដូចគ្នានេះដែរអនុប្រធានគណៈបកសង្គ្រោះជាតិលោកអេងឆៃអៀងបានបង្ហោះនៅតាម Facebook របស់លោកកាលពីយប់ថ្ងៃទី14ខែកក្កដាថាមនុស្សដែលពួកយើងនិងប្រជាពលរដ្ឋគោរពស្រឡាញ់មិនអាចបំភ្លេចបានឡើយទោះបីបន្តិចទៀតនេះច្បាប់តម្រូវឲ្យពួកយើងដករូបសម្លេងនិងសកម្មភាពរបស់លោកចេញពីគណៈបកសង្គ្រោះជាតិក៏ដោយក្នុងរូបភាពដែលមន្ត្រីគណៈបកសង្គ្រោះជាតិបង្ហោះរូបជួបជាមួយលោកសំរងស៊ីយ៉ាងប្រងព្រាតដែលមានមន្ត្រីជាន់ខ្ពស់នៃគណៈបកនេះជិត40រូបទៅជួបលោកសំរងស៊ីនៅទីក្រុងហុងកុងនោះមិនឃើញមានរូបលោកកឹមសុខានៅទីនោះទេអ្នកវិភាគនយោបាយលោកស៊ូចន្ទថាយល់ថាជំនួបរវាងលោកសំរងស៊ីជាមួយមន្ត្រីគណៈបកសង្គ្រោះជាតិអាចជាជំនួបចុងក្រោយដូច្នេះលោកថាជំនួបនេះអាចជាសារនយោបាយបង្ហាញទៅគណៈបកជាគូប្រកួតប្រជែងថាលោកសំរងស៊ីនៅតែជាអ្នកដឹកនាំនយោបាយសំខាន់ដែលមិនអាចខ្វះបានទោះក្នុងកលៈទេសៈណាក្តីទោះមន្ត្រីគណៈបកប្រឆាំងអះអាងថាជំនួបពួកគេជួបជាមួយលោកសំរងស៊ីគឺជារឿងធម្មតាប៉ុន្តែលោកស៊ូចន្ទថាលើកឡើងថាគណៈបកសង្គ្រោះជាតិត្រូវមានផែនការយុទ្ធសាស្ត្រច្រើនទៀតត្រូវធ្វើដើម្បីអាចចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ2018ខាងមុខបាន
មួយនេះគួរតែមានយុទ្ធសាស្ត្របែបណាត្រៀមខ្លួនការពារខ្លួនដើម្បីទៅជៀសបាននៅសន្តិកម្មឬក៏ចំណុចមួយចំនួនដែលជាការអាចឈានដល់លេខការបាក់ឯជាដើមដែលមានតែក្នុងច្បាប់តំណាងរាជគណៈបកប្រជាជនកម្ពុជាសម្រាប់ការច្បាប់ស្តីពីគណៈបកនយោបាយយ៉ាងប្រញាប់តាមការចង់បានរបស់ប្រធានរបស់ពួកគេគឺលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្រោយរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី10ខែកក្កដានៅពេលនេះវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយបានដល់ដៃព្រឹទ្ធសភាហើយខ្លឹមសារដែលកែប្រែថ្មីហាមគ្រប់គណៈបកនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់ជាសារសម្លេងរូបភាពឯកសារលាយលក្ខណ៍អក្សរឬសកម្មភាពរបស់ទណ្ឌិតចុះពីបទអក្រិតឬមជ្ឈិមដើម្បីផលប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួនចំពោះទោសទណ្ឌដល់គណៈបកនយោបាយដែលប្រព្រឹត្តផ្ទុយពីច្បាប់នេះវិញគឺតុលាការសម្រេចផ្អាកសកម្មភាពនយោបាយមិនលើសពីរយៈពេល5ឆ្នាំឬអាចរំលាយគណៈបកនេះចោលតែម្ដងអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសាននិយាយថាការធ្វើច្បាប់នេះមិនសំដៅលើបុគ្គលណាមួយឡើយប៉ុន្តែលោកថានៅពេលច្បាប់ថ្មីនេះចូលជាធរមានកុំថាឡាយរូបនិងសម្លេងរបស់លោកសំរងស៊ីសំបីស្រមោលរបស់លោកសំរងស៊ីក៏គណៈបកសង្គ្រោះជាតិត្រូវកាត់ផ្តាច់ចេញដែរត្បិតអីលោកសំរងស៊ីជាតណ្ឌិតមិនឲ្យយករូបភាពយកសម្លេងយកសម្មោលឬមួយក៏វីដេអូឃ្លីបហ្នឹងមកដាក់ដូចមុនបានទេមិនឲ្យពាក់ព័ន្ធជាមួយនឹងតណ្ឌិតដែលជាថ្នាក់មជ្ឈិមនិងថ្នាក់អក្រិតបាទចំណែកនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch លោក Brett Adam ចាត់ទុកការអនុម័តលើវិសោធនកម្មលើកទី2នៃច្បាប់ស្តីពីគណៈបកនយោបាយថាកំពុងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាហើយលោករំពឹងថាសហគមន៍អន្តរជាតិមិនឈរអបដៃមើលលោកហ៊ុនសែនធ្វើអ្វីតាមអំពើចិត្តនោះទេលោកសំរងស៊ីសប្តាហ៍ថ្ងៃកំពុងជាប់ទោសយ៉ាងច្រើនពីតុលាការក្រុងភ្នំពេញដែលតុលាការនេះរងការចាប់ប្រកាន់ថារងសម្ពាធពីអ្នកនយោបាយខ្ញុំប្រាជ្ញាអាស៊ីសេរីភ្នំពេញពាក់ព័ន្ធទៅនឹងគណៈបកសង្គ្រោះជាតិនៅខេត្តកំពង់ឆ្នាំងវិញមេឃុំទើបជាប់ឆ្នោតថ្មីនៅឃុំត្រពាំងច័ន្ទស្រុកបរិបូរចោទថាបកកណ្ដាលអំណាចកំពុងព្យាយាមបំបែកសម្លេងគាំទ្ររបស់គណៈបកប្រឆាំងនៅឃុំនោះដោយប្រើរូបភាពបង្កើតឲ្យមានបញ្ហាដីធ្លីហើយជួយដោះស្រាយវិញដើម្បីទាក់ទាញសម្លេងគាំទ្រមន្ត្រីបកកណ្ដាលអំណាចនៅថ្នាក់មូលដ្ឋានថាគណៈបកប្រជាជនកម្ពុជាធ្វើអ្វីៗដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋពិតប្រាកដលោកចិនជាថារាយការណ៍ព័ត៌មាននេះនៅគ្រាដែលជំទប់ទី2ឃុំត្រពាំងច័ន្ទរបស់គណៈបកប្រជាជនកម្ពុជាធ្វើបច្ចុប្បន្នភាពដីធ្លីពលរដ្ឋជាង300គ្រួសារដែលមានដីស្រែចម្ការកំពុងកាន់កាប់និងអាស្រ័យផលដើម្បីរាយការណ៍ជូនអភិបាលស្រុកក្រគរនិងអភិបាលខេត្តពោធិ៍សាត់ត្រូវបានមេឃុំគណៈបកប្រឆាំងសង្ស័យថាសកម្មភាពនេះគឺធ្វើឡើងក្នុងចេតនានយោបាយច្រើនជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋមេឃុំត្រពាំងច័ន្ទអ្នកស្រីស្ងួនសមៀនថ្លែងនៅថ្ងៃទី15ខែកក្កដាថាអ្នកភូមិក្នុងឃុំរបស់អ្នកស្រីភាគច្រើនបារម្ភខ្លាចបាត់បង់ដីធ្លីដែលធ្លាប់កាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ1979ឬឆ្នាំ1980មកក្រោយពីការធ្វើបច្ចុប្បន្នភាពដីធ្លីអ្នកស្រីយល់ថាគណៈបកប្រជាជនកម្ពុជាអាចប្រើរូបភាពជួយដោះស្រាយកង្វល់ឬបញ្ហាដីធ្លីជូនពលរដ្ឋដើម្បីស្រូបយកសម្លេងគាំទ្រនៅឆ្នាំ2018ខាងមុខឆ្នោតអញ្ចឹងគាត់ចង់បំបីឲ្យប្រជាពលរដ្ឋនឹងវិលមកគាត់វិញដើម្បីគាត់ថាគាត់គិតគូរពីបញ្ហាដីស្រែដែលបងប្អូននឹងទៅធ្វើខាងពូសាប់អីអញ្ចឹងឲ្យវិលមកគ្រប់គ្រងដាក់បាក់គាត់វិញអញ្ចឹងណាប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានគណៈបកប្រជាជនកម្ពុជាស្រុកបរិបូរលោកស៊ូសារ៉េតបដិសេធមិនឆ្លើយតបចំពោះការលើកឡើងរបស់មេឃុំបកប្រឆាំងនេះទេដោយលោកប្រាប់ថាកំពុងជាប់ប្រជុំចំណែកអតីតមេឃុំត្រពាំងច័ន្ទនិងបច្ចុប្បន្នជាជំទប់ទី2ពីខាងគណៈបកប្រជាជនកម្ពុជាលោកសាងខាត់បញ្ជាក់ថាពលរដ្ឋនៅភូមិមួយចំនួននៃឃុំត្រពាំងច័ន្ទតែងតែជួបការលំបាកបើគោយន្តឬត្រាក់ទ័រភ្ជួរពង្រីកដីស្រែចម្ការដែលពួកគេមិនទាន់មានប្លង់កាន់កាប់ត្រឹមត្រូវនោះលោកអះអាងថាការធ្វើបច្ចុប្បន្នភាពដីធ្លីពលរដ្ឋនេះគឺជាបំណងល្អរបស់អាជ្ញាធរដើម្បីឲ្យពួកគេងាយស្រួលចូលធ្វើស្រែចម្ការប៉ុណ្ណោះពុំមានបំណងអ្វីផ្សេងឡើយបាទអត់ទេអត់មានជាចេតនាយោបាយអីទេដើម្បីរាយការណ៍ជូនអភិបាលខេត្តពោធិ៍សាត់ឲ្យទៅបានទៀតថាប្រជាជនខ្ញុំនេះគឺមានដីចំនួនប៉ុណ្ណឹងនៅអំណឹងហើយសូមឲ្យលោកអនុញ្ញាតជាច្រើនគឺជាថ្មីយើងធម្មតាលោកសាងខាត់ឲ្យដឹងថាបច្ចុប្បន្នលោកទទួលបានទិន្នន័យក្បាលដីពីពលរដ្ឋចំនួន280គ្រួសារហើយតែមានពលរដ្ឋខ្លះមិនចង់ផ្ដល់ព័ត៌មានអំពីទំហំនិងក្បាលដីរបស់ខ្លួនទេដោយបារម្ភខ្លាចបាត់បង់ដីលោកធ្លាប់ពន្យល់ពលរដ្ឋថានៅពេលដែលប្រមូលបានព័ត៌មានគ្រប់គ្រាន់លោកនឹងធ្វើរបាយការណ៍មួយភ្ជាប់ព័ត៌មានផ្ទៃដីនិងឈ្មោះពលរដ្ឋនេះដាក់ជូនអាជ្ញាធរខេត្តពោធិ៍សាត់និងខេត្តកំពង់ឆ្នាំងដើម្បីពិគ្រោះគ្នា
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ឆ្នាំ2017នៅឃុំត្រពាំងច័ន្ទមាន5អាសនៈក្នុងនោះគណៈបកសង្គ្រោះជាតិឈ្នះបានតំណែងមេឃុំជំទប់ទី1និងសមាជិកក្រុមប្រឹក្សាម្នាក់រីឯគណៈបកប្រជាជនកម្ពុជាឈ្នះបានតំណែងជំទប់ទី2និងសមាជិកក្រុមប្រឹក្សាឃុំម្នាក់បាននិយាយពីសម្លេងគាំទ្រគណៈបកសង្គ្រោះជាតិឈ្នះគណៈបកប្រជាជនកម្ពុជាជាង50សម្លេងខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងអាស៊ីសេរីលោកនាងជាទីមេត្រីតើមូលហេតុអ្វីបានជាអតីតមេឃុំនិងចៅសង្កាត់គណៈបកប្រជាជនកម្ពុជាដែលចាញ់ឆ្នោតមិនព្រមផ្ដល់ការិយាល័យទៅឲ្យមេឃុំគណៈបកប្រឆាំងដែលទើបឈ្នះឆ្នោតលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍ជុំវិញព័ត៌មាននេះនៅពេលបន្តិចទៀតនេះអាស៊ីសេរីបាទតាក់ទងទៅនឹងស្ថានភាពរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាត60និងមន្ត្រីកោជបទាំង5រូបដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញមកទល់ពេលនេះសុខភាពរបស់ពួកគាត់នៅពុំទាន់រឹងមាំដូចដើមនៅឡើយទេនិងត្រូវស្ថិតនៅក្នុងការតាមដានសុខភាពជាប្រចាំដោយគ្រូពេទ្យទោះជាយ៉ាងណានៅក្នុងចំណោមពួកគាត់ទាំង5នោះមានអ្នកខ្លះបានចាប់ផ្ដើមចូលបំពេញការងាររបស់ខ្លួនឡើងវិញហើយក្រោយត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្នបាទសូមស្ដាប់សេចក្តីរាយការណ៍នេះរបស់លោករីវិញូរយៈពេលជាងកន្លះខែដែលមន្ត្រីការពារសិទ្ធិមនុស្សអាត60ទាំង4រូបនិងមន្ត្រីកោជបមួយរូបត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញជាបណ្ដោះអាសន្នប៉ុន្តែពួកគាត់មួយចំនួននៅពុំទាន់អាចចូលបំពេញការងារវិញនៅឡើយទេលើសពីនេះក្រៅពីមានជំងឺប្រចាំកាយជាច្រើនមុខពួកគាត់ខ្លះក៏អាចកើតមានជំងឺថ្មីបន្ថែមទៀតដែលតម្រូវឲ្យមានការថែទាំសុខភាពនិងត្រូវទៅពិនិត្យសុខភាពជាប្រចាំពីគ្រូពេទ្យប្រធានផ្នែកអង្គការសិទ្ធិមនុស្សនៃសមាគមអាត60លោកនីសុខាដែលជាអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរជាងគេបានថ្លែងថាលោកមិនទាន់ស្រួលខ្លួនដូចដើមនៅឡើយទេដោយសារបញ្ហាជាតិស្ករធ្លាក់ចុះនិងឈាមមិនគ្រប់ដែលធ្វើឲ្យខ្សោយកម្លាំងខ្លាំងហើយបញ្ហានេះបង្កឡើងដោយសារលោកកើតមានជំងឺធុញថប់ក្នុងអារម្មណ៍និងការគិតច្រើនលោកបន្ថែមថាគ្រូពេទ្យបានណែនាំឲ្យលោកលេបថ្នាំជាប្រចាំនិងត្រូវសម្រាកឲ្យបានច្រើនលោកនីសុខាបន្តថាសុខភាពរបស់លោកប្រែជាទ្រុឌទ្រោមខ្លាំងនៅពេលនេះដោយសារតែមុនដោះលែងពីពន្ធនាគារចំនួន10ថ្ងៃលោកបានដួលសន្លប់នៅក្នុងពន្ធនាគារទោះជាយ៉ាងណាលោកនីសុខាអះអាងថាលោកបានចាប់ផ្ដើមចូលបំពេញការងារវិញតាំងពីថ្ងៃព្រហស្បតិ៍ទី13កក្កដាប៉ុន្តែព្រោះបញ្ហាសុខភាពលោកនឹងមិនអាចបម្រើការងារឲ្យបានជាប់លាប់ដោយការពីមិនទាន់ជាប់ពន្ធនាគារឡើយខ្ញុំមិនអាចឈប់រហូតមកតែកន្លះខែអញ្ចឹងខ្ញុំមិនអាចទេគ្រាន់ថាសូមគេឈប់ពីថ្ងៃកាលពីរាត្រីថ្ងៃទី29មិថុនាមន្ត្រីការពារសិទ្ធិមនុស្សអាត64រូបរួមមានលោកយីសុកសានប្រធានកម្មវិធីដីធ្លីលោកណៃវងដាអនុប្រធានផ្នែកស៊ើបអង្កេតលោកនីសុខាប្រធានផ្នែកអង្គការសិទ្ធិមនុស្សអ្នកស្រីលឹមមុនីអនុប្រធានកម្មវិធីស្ត្រីនិងកុមារព្រមទាំងលោកនីចរិយាអគ្គលេខាធិការរងកោជបត្រូវបានតុលាការក្រុងភ្នំពេញសម្រេចដោះលែងឲ្យមានសេរីភាពវិញជាបណ្ដោះអាសន្នយ៉ាងភ្ញាក់ផ្អើលព្រោះសូម្បីសាមីខ្លួននិងក្រុមគ្រួសារក៏មិនបានដឹងជាមុនផងកូនស្រីរបស់អ្នកស្រីលឹមមុនីគឺកញ្ញាអ៊ុនប៊ុនណារីថ្លែងថាម្ដាយរបស់កញ្ញាក៏មិនទាន់មានកម្លាំងរឹងមាំដូចមុននោះទេហើយគ្រូពេទ្យបានប្រាប់អំពីសញ្ញាដែលនឹងអាចកើតមានជំងឺទឹកនោមផ្អែមថែមទៀតដោយសារតែជំងឺលើសជាតិខ្លាញ់និងជំងឺលើសជាតិស្ករកញ្ញាបន្ថែមថាសុខភាពរបស់ម្ដាយនៅពេលនេះគឺទាមទារសម្រាប់ឲ្យបានច្រើនហាត់ប្រាណនិងត្រូវតមអាហារតាមការណែនាំរបស់គ្រូពេទ្យគាត់ក៏មានបញ្ហាតាក់ទងនឹងទស្ស័យចង្កេះឆ្អឹងអីអញ្ចឹងមកអញ្ចឹងគាត់អត់ទៅរឹងមាំមកនេះហើយដល់ពេលដែលទៅក្នុងអញ្ចឹងទៅគាត់នៅតែមកកន្លែងគាត់អាស្រ័យអង្គុយច្រើនអញ្ចឹងទៅវាកើតមានបន្ថែមបញ្ហាគឺចង្កេះគឺខ្នងអញ្ចឹងបងទោះជាយ៉ាងណាកញ្ញាអ៊ុនប៊ុនណារីបន្តថាម្ដាយរបស់កញ្ញានឹងអាចចូលបំពេញការងារវិញនៅខែក្រោយនេះចំណែកអគ្គលេខាធិការរងកោជបលោកនីចរិយាថ្លែងថាអ្វីត្បិតមកដល់ពេលនេះលោកអាចចូលបំពេញតួនាទីជាមន្ត្រីកោជបដូចដើមវិញក្តីប៉ុន្តែលោកកំពុងបន្តព្យាបាលជំងឺឈឺសន្លាក់ជើងដែលធ្វើឲ្យលោកមានការឈឺចាប់ម្ដងម្កាលនៅពេលលោកត្រូវក្រោកពីអង្គុយឬត្រូវលើកវត្ថុធ្ងន់ឈឺនឹងដោយសារយើងជាប់ពន្ធនាគារឬមិនជាប់ពន្ធនាគារខ្ញុំមិនអាចតាមថាចឹងកើតទេលោកនីចរិយាបញ្ជាក់ថានៅពេលនេះលោកអាចមានជំរើសច្រើនដើម្បីព្យាបាលជំងឺនេះដែលខុសកាលពីនៅក្នុងពន្ធនាគារដែលមិនមានថ្នាំនិងគ្រូពេទ្យគ្រប់គ្រាន់
អ្នកទាំង5ត្រូវបានសាលាដំបងរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅរយៈពេល1ឆ្នាំដោយគ្មានការជំនុំជម្រះក្រោយពីពួកគេត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចោទប្រកាន់ពាក់ព័ន្ធបទសំគំនិតនិងសូកប៉ាន់សាក់សីក្នុងរឿងស្នេហារបស់នាងខុមច័ន្ទដារាទីហៅស្រីមុំការឃុំខ្លួននេះត្រូវបានស្ថាប័នសិទ្ធិមនុស្សជាតិនិងអន្តរជាតិមើលឃើញថាជារឿងនយោបាយនិងជាចេតនាដាក់សម្ពាធឬបំបាក់ស្មារតីអ្នកការពារសិទ្ធិមនុស្សអ្វីត្បិតមានការដោះលែងនេះក្តីសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាក៏បានសន្យាថានឹងតាមដានករណីនេះបន្តទៀតខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម2នៅខេត្តស្ទឹងត្រែងបានបិទទ្វារទឹកសាកល្បងកាលពីថ្ងៃទី15កក្កដាក៏ប៉ុន្តែពលរដ្ឋរស់នៅឃុំស្រែកនិងឃុំក្បាលរមៀសជិត200គ្រួសារនៅតែបដិសេធមិនព្រមចាកចេញពីភូមិកំណើតដដែលនិងត្រៀមទីទួលសុវត្ថិភាពរស់នៅជាបណ្ដោះអាសន្នប្រសិនបើទឹកលិចលង់លំនៅឋានរបស់ពួកគេចំណែកអាជ្ញាធរខេត្តស្ទឹងត្រែងបានរុះរើស្ពានស្រែពកដោយខ្លាចក្រែងស្ពាននេះត្រូវលិចលង់បាទសូមស្ដាប់បទសម្ភាសន៍របស់លោកយាងសុជាមេតានិងលោកម៉ែនសុធីជុំវិញរឿងនេះដូចតទៅបាទលោកម៉ែនសុធីតើទ្វារទឹកដែលក្រុមហ៊ុនបិទហ្នឹងគេបិទតាំងពីម៉ោងប្រមាណដែរហើយថារហូតមកទល់ពេលនេះទឹកហ្នឹងឡើងបានប្រហែលប្រមាណម៉ែត្រទេបាទបាទទ្វារទឹកដែលក្រុមហ៊ុនបិទគឺផ្ដើមបិទតាំងពីម៉ោង8ព្រឹកមិញហើយរហូតមកដល់ពេលហ្នឹងគឺទឹកហ្នឹងបើតាមអ្នកភូមិរាយការណ៍មកអ្នកភូមិត្រែកគាត់បានឲ្យដឹងថាទឹកអាចឡើងដល់ហើយចូលជិត2ម៉ែត្រហើយកាលពីព្រឹកមិញយើងក៏នៅស្រែកដែរគឺឡើងបានតែជា1ម៉ែត្រទេហើយនៅឃុំក្បាលរមៀសគឺឡើងបានជា1ម៉ែត្រដែរលោកបាទតើរយៈពេលជិត10ម៉ោងនេះដែលក្រុមហ៊ុនបិទទ្វារទឹកឲ្យទឹកឡើងប្រហែល2ម៉ែត្រដូចដែលលោករាយការណ៍ហ្នឹងតើមានប៉ះពាល់ដល់ប្រជាពលរដ្ឋហើយឬនៅតើឡើងដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅទីនោះឬនៅបាទទំហំទឹកដែលឡើងគឺវាឡើងសន្សឹមបន្តិចម្ដងហើយវាជ្រាបទៅដល់តំបន់មួយចំនួនដែលវាស្ថិតនៅទំនាបមានន័យថាវានៅកន្លែងទីទៀតហើយកន្លែងវាជ្រាបទៅដល់កន្លែងតាមអូតាមតំបន់វាស្រែទៀតហ្នឹងចំពោះប្រជាពលរដ្ឋដែលរស់នៅឃុំត្រែក90គ្រួសារជាងនិងពលរដ្ឋដែលរស់នៅឃុំក្បាលរមៀស30គ្រួសារជាងភាគច្រើនគាត់មានទីលំនៅនៅតាមមាត់ទន្លេហើយកន្លែងដែលគាត់ទីរស់នៅហ្នឹងគឺវានៅហាក់ដូចជានៅទំនាបទៀតដែរហើយអញ្ចឹងទឹកហ្នឹងគឺកំពុងឡើងសន្សំគឺប្រហែលជាឡើងតាមច្រាំងទន្លេគឺនៅកាន់តែខ្ពស់បន្តិចម្ដងលោកបាទតើផ្ទះរបស់ប្រជាពលរដ្ឋភាគច្រើនហ្នឹងក៏រស់នៅហ្នឹងខ្ពស់ពីកម្ពស់ទឹកប្រហែលប្រមាណម៉ែត្របើសិនជាតាមការប៉ាន់ស្មានទៅតើទឹកឡើងដល់ប្រមាណម៉ែត្រទើបអាចដល់កន្លែងដែលគាត់រស់នៅលិចលង់ដល់តំបន់ដែលគាត់រស់នៅបាទបើតាមការប៉ាន់ស្មានទៅគឺយើងឃើញថាទីលំនៅរបស់ប្រជាពលរដ្ឋរស់នៅដូចជាមានកន្លែងខ្លះប្រជាពលរដ្ឋរស់នៅទីទួលខ្ពស់កន្លែងខ្លះរៀងទាបដែរមិនស្មើទេហើយកន្លែងដែលនៅទីទំនាបនោះតំណងជាអាចលិចហើយកន្លែងដែលគាត់នៅរស់នៅខ្ពស់នោះតំណងជាត្រឹមចដាលអីចឹងទៅហើយអាចជាកន្លែងខ្លះអាចជាលិចពាក់កណ្ដាលផ្ទះដែរឧទាហរណ៍គាត់នៅរៀងទំនាបហើយនឹងអាចលិចស្រែអ្នកភូមិនៅទីទៀតលោកបាទតាមប៉ាន់ស្មានបាទទឹកឡើងកម្ពស់ប្រហែលប្រមាណម៉ែត្រដែលអាចលិចផ្ទះរបស់ប្រជាពលរដ្ឋដែលនៅទៀតជាងគេហ្នឹងបាទបើតាមស្មានអាចបើសិនជាទឹកហ្នឹងនៅតែបន្តការឡើងប្រហែលជាខ្ទង់ថាត្រឹម3ម៉ែត្រទៀតនឹងអាចលិចឡើងដល់ផ្ទះរបស់ពួកគាត់ហើយអញ្ចឹងគាត់នឹងសម្លឹងមើលទីទួលសុវត្ថិភាពរួចហើយគាត់បានបញ្ជូនសម្ភារៈមួយចំនួនទៅកាន់ទីទួលសុវត្ថិភាពហ្នឹងលោកបាទចឹងមានន័យថានៅថ្ងៃនេះគឺថាប្រជាពលរដ្ឋមួយចំនួនហ្នឹងបានចាប់ផ្ដើមរើអីវ៉ាន់ទៅទីទួលសុវត្ថិភាពមួយចំនួនហើយបានរើហើយមួយចំនួនក៏គាត់នៅមិនទាន់រើដែរដោយពួកគាត់រងចាំមើលទឹកឡើងសិនហើយទៅឲ្យវ៉ាន់មួយចំនួនដែលពួកគាត់ខកខានមិនបានរើហ្នឹងដូចជាឲ្យវ៉ាន់សម្ភារៈធំដែលគាត់មិនបានរើដូចជាមានម៉ាស៊ីនអីជាដើមម៉ាស៊ីនដែលនៅជាប់ម៉ាស៊ីនភ្លើងរបស់គាត់ហ្នឹងគាត់ពិបាកនឹងការរុះរើបន្តិចហើយសត្វពាហនៈគឺគាត់បានគៀងទៅបដាដែរហើយនៅកន្លែងទីទួលសុវត្ថិភាពហើយមានបញ្ហាប្រឈមមួយចំនួនដែរដែលពួកគាត់លំបាកដែរនៅក្នុងការរុះរើគឺគាត់មានជីវភាពខ្វះខាតអញ្ចឹងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតគាត់ប្រឈមនឹងការរុះរើដែរគាត់ត្រូវប្រើកម្លាំងពលកម្មឬក៏ជួលគេមករុះរើហ្នឹងហើយប៉ុន្តែប្រជាពលរដ្ឋភាគច្រើនគឺគាត់រុះរើដោយខ្លួនឯងបាទតើទីទួលសុវត្ថិភាពដែលពួកគាត់រុះរើទៅហ្នឹងទីទួលហ្នឹងនៅឆ្ងាយពីភូមិដែលគាត់រស់នៅតំបន់ដែលគាត់រស់នៅទេហើយទីទួលហ្នឹងតើពីណាគេជាអ្នករៀបចំឲ្យទៅនឹងអាជ្ញាធររៀបចំឬក៏ពួកគាត់ហ្នឹងស្វែងរកដោយខ្លួនឯងគាត់មិនមានអាជ្ញាធរណាទៅរៀបចំទីទួលសុវត្ថិភាពអីទេគឺគាត់ត្រៀមលក្ខណៈអីដោយខ្លួនឯងអញ្ចឹងហើយប្រជាពលរដ្ឋមួយចំនួនគាត់មានស្រែចម្ការផលដំណាំគាត់នៅលើព្រៃសហគមន៍ក្នុងព្រៃសហគមន៍អញ្ចឹងទៅឬក៏នៅតំបន់ទួលទៅគឺគាត់ទៅរស់នៅក្នុងអញ្ចឹងទៅហើយបើនៅខាងឃុំក្បាលរមៀសឯនេះវិញគឺគាត់មានភាគច្រើនគឺគាត់មាន
ផ្ទះនៅចំការមិននៅខ្ទមស្រែរបស់គាត់មិននៅចំការអញ្ចឹងណាលោកបាទចុះប្រជាពលរដ្ឋរហូតមកទល់ពេលហ្នឹងមើលទៅបើមកយប់នឹងទៀតរហូតដល់ព្រឹកគឺថាទឹកហ្នឹងបើតាមការរាយការណ៍របស់លោកតាំងពីម៉ោង 8 រហូតដល់ម៉ោងដែលយើងកំពុងផ្សាយហ្នឹងគឺថាជិត2ទៅ10ម៉ោងទឹកឡើងប្រហែលជា2ម៉ែត្រជាងអញ្ចឹងបើសិនជាពីម៉ោងដែលយើងផ្សាយរហូតដល់ព្រឹកម៉ោង 8 វិញគឺថាទឹកអាចឡើង2ម៉ែត្រទៅ3ម៉ែត្រទៀតអញ្ចឹងអាចឡើងដល់5ម៉ែត្រដែលវាអាចលិចលង់កន្លែងស្នាក់នៅកន្លែងរស់នៅរបស់ប្រជាពលរដ្ឋដែលនៅទីទាបហ្នឹងហើយអញ្ចឹងតើអាជ្ញាធរយប់ហ្នឹងគេចាកចេញពីតំបន់ហ្នឹងវិញឬគេដាក់កម្លាំងនៅមួយយប់ហ្នឹងជាមួយប្រជាពលរដ្ឋដើម្បីការពារប្រជាពលរដ្ឋយើងមើលឃើញចាស់ស្ដែងគឺអាជ្ញាធរមួយចំនួនគឺបោះកន្លែងស្នាក់នៅដែរគឺមានរថយន្តរបស់អាជ្ញាធរខាងកងកម្លាំងប្រដាប់អាវុធជាអាវុធហត្ថហើយនឹងនគរបាលជាដើមចំណុចមួយទៀតការដែលពលរដ្ឋគាត់មិនទាន់ទៅកាន់ទីទួលសុវត្ថិភាពទាំងអស់គ្នាហ្នឹងគឺដោយសារតែពួកគាត់នៅតែរងចាំមើលកម្ពស់ទឹកសិនបើសិនជាកម្ពស់ទឹកហ្នឹងឡើងដល់គាត់នឹងរត់ប៉ុន្តែបើសិនជាមិនឡើងដល់ទេគាត់មិនរត់គាត់នៅកន្លែងគាត់ដដែលហ្នឹងដែលជាគាត់ជាការបដិញ្ញាផងគាត់ថានឹងមិនចាក់ចោលទីលំនៅឋានរបស់គាត់គឺយ៉ាងណាបាទបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋហ្នឹងគឺប្រជាពលរដ្ឋមួយចំនួនគឺគាត់បានចាំអត់មើលពីបញ្ហាផ្ទៃទឹកហ្នឹងឡើងដល់កម្រិតណាបើសិនជាឡើងអាចឡើងមិនលិចផ្ទះសម្បែងពីគាត់ទេគាត់នៅនឹងម្ដងប៉ុន្តែបើសិនជាឡើងលិចគាត់ទៅរកទីទួលសុវត្ថិភាពឥឡូវនិយាយពីចំហរបស់ពួកគាត់រួមវិញថាតើពួកគាត់មកទល់ពេលនេះគេបិទទំនប់ទឹកហើយថាតើពួកគាត់នៅតែប្រកាន់ចំហថានឹងមិនចាកចេញដដែលដែលអ្នកដែលមិនព្រមចាកចេញកន្លងទៅនៅតែមិនព្រមចាកចេញដដែលឬក៏ពួកគាត់នឹងអាចបដូរចំហនៅពេលដែលក្រុមហ៊ុនបិទទ្វារទឹកឲ្យទឹកឡើងលិចចឹងបាទបើតាមគោលចំហរបស់គាត់នៅតែប្រកាន់ចំហយ៉ាងរឹងមាំថាមិនព្រមចាក់ចេញតែម្ដងនៅពេលដែលក្រុមការងារយើងពិភាក្សាសួរនាំគាត់ហ្នឹងចេះសួរចេះបើទោះបីជាគាត់មិនព្រមចាក់ចេញក៏ដោយចុះហើយនៅពេលដែលគេបិទទ្វារទឹកហើយទឹកឡើងដល់ភូមិឋានរបស់គាត់រស់នៅមិនអាចរស់នៅបានគាត់នៅតែមិនអាចរស់នៅបានដដែលហ្នឹងចឹងបាទបើសិនជាផ្ទះដែលនៅគាត់រស់នៅបច្ចុប្បន្នត្រូវបានលិចលង់គឺគាត់ត្រៀមទៅរស់នៅទីទួលសុវត្ថិភាពបាទសូមអរគុណលោកម៉ែនសុធីសូមជម្រាបលាបាទសូមជម្រាបលាលោកយើងជាមេត្តាបាទអរគុណលោកនាងជាទីមេត្រីឪពុកកុមារីរងគ្រោះដែលត្រូវអតីតមន្ត្រីនគរបាលខេត្តព្រះសីហនុចាប់រំលោភអះអាងថាកូនស្រីរបស់គាត់នៅមិនទាន់ទទួលបានយុត្តិធម៌នោះទេអស់រយៈពេល7ឆ្នាំមកហើយលោកស្នើឲ្យអាជ្ញាធរជួយរកយុត្តិធម៌ជាពិសេសជួយអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធចុះរឹបអូសយកទ្រព្យសម្បត្តិមានផ្ទះឬដីធ្លីជាដើមរបស់ជនល្មើសដើម្បីផ្ដល់សំណងជំងឺចិត្តជូនគ្រួសារលោកដែលនយុទ្ធជារាយការណ៍ព័ត៌មាននេះឪពុកកុមារីរងគ្រោះដោយករណីរំលោភផ្លូវភេទរស់នៅក្រុងខេត្តព្រះសីហនុបាននិយាយប្រាប់អាស៊ីសេរីថារូបគាត់ក៏ដូចជាកូនស្រីបានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជាង7ឆ្នាំមកហើយគិតមកដល់ថ្ងៃសៅរ៍ទី15ខែកក្កដាជនល្មើសនៅមានសេរីភាពនៅឡើយអាណាព្យាបាលរូបនេះបានឲ្យដឹងថាកូនស្រីគាត់ដែលកាលនោះទើបមានអាយុ11ឆ្នាំត្រូវឈ្មោះកងសុផាតជាអតីតមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់រំលោភកាលពីថ្ងៃទី15ខែសីហាឆ្នាំ2010លោកថាគិតមកដល់ថ្ងៃទី15ខែកក្កដាឆ្នាំ2017ជនល្មើសនៅមានសេរីភាពក្រៅសំណាញ់ច្បាប់នៅឡើយបើទោះបីតុលាការកំពូលសម្រេចសាលដីកាកាលពីថ្ងៃទី17ខែតុលាឆ្នាំ2016ឲ្យជនល្មើសឈ្មោះកងសុផាតជាប់គុកចំនួន5ឆ្នាំនិងពិន័យប្រាក់40លានរៀលបែបណាក្តីផ្ដើមពីបញ្ហានេះឪពុកកុមារីរងគ្រោះដែលមានសម្បុរខ្មៅនឹងរាងកាយស្គមស្គាំងបានលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ទៅស្ថាប័នជំនាញចាប់ជនល្មើសដាក់ពន្ធនាគារនិងជួយរឹបអូសយកទ្រព្យសម្បត្តិជនល្មើសមានផ្ទះនិងដីធ្លីជាដើមដើម្បីផ្ដល់សំណងជំងឺចិត្តជូនកូនស្រីគាត់ខ្ញុំសូមពេលនេះដល់សម្ដេចឯកជួហ៊ុនសែនលោកជំទាវសូមឲ្យបានភាពយុត្តិធម៌ចំពោះគ្រួសារខ្ញុំដូចជាកូនខ្ញុំអញ្ចឹងបានសំណងដែលតុលាការបង្គាប់ឲ្យសង40លានរៀលដើម្បីប៉ះទៅមួយឡើងខ្សែការខូចខាតរបស់កូនខ្ញុំហ្នឹងបងបន្ថែមលើនេះលោកក៏បានឲ្យដឹងថាសំណុំរឿងកូនស្រីរបស់គាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ដោយផ្ទាល់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយក្រសួងយុតិធធម៌នឹងដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍លើសំណុំរឿងនេះទៅកាន់ខុទ្ទកាល័យលោកនាយរដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី2ខែឧសភាឆ្នាំ2016ប៉ុន្តែមិនទាន់មានការឆ្លើយតបឬមានដំណោះស្រាយទេឪពុកកុមារីរងគ្រោះឲ្យដឹងទៀតថាគ្រួសារគាត់ដែលមានជីវភាពតោកយ៉ាកមួយនេះ
បានទន្ទឹងរង់ចាំយុត្តិធម៌ផ្ដល់ជូនពីប្រព័ន្ធតុលាការគ្រប់ជាន់ថ្នាក់ជាង7ឆ្នាំមកហើយនៅឡើយមិនទាន់មានយុត្តិធម៌ទៀតសំណុំរឿងនេះមន្ត្រីអង្គការការពារសិទ្ធិមនុស្សប្រចាំខេត្តព្រះសីហនុមានអង្គការលីកាដូនិងសមាគមអាត60ជាដើមមានចម្ងល់ថាបទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនិច្ចជនមួយករណីនេះហេតុអ្វីបានជាសាលាដំបងខេត្តព្រះសីហនុអាចអនុញ្ញាតឲ្យជនល្មើសឈ្មោះកងសុផាតអាចរួចពីការផ្ដន់ទាទោសនិងរស់នៅក្រៅមន្ទីរឃុំឃាំងបានទៅវិញព្រោះជនល្មើសរូបនេះត្រូវកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនមកបង្ហាញខ្លួននៅចំពោះមុខសាលាដំបងខេត្តព្រះសីហនុទៅហើយនោះអ្នកសម្របសម្រួលសមាគមអាត60ប្រចាំខេត្តព្រះសីហនុអ្នកស្រីជាបសុធារីមានមន្ទិលថាទំនងជាសំណុំរឿងនេះអាចមានជាប់ពាក់ព័ន្ធមានអ្នករត់ការឈានដល់ផ្ដាល់សំណូកពុករលួយនៅប្រព័ន្ធតុលាការក្នុងអំឡុងពេលនោះក៏ថាបានទើបជនល្មើសឈ្មោះកងសុផាតមិនត្រូវបានសាលាដំបងខេត្តព្រះសីហនុឃុំខ្លួននោះអ្នកស្រីសុធារីចាត់ទុកដំណើរការក្តីរឿងព្រហ្មទណ្ឌរំលោភផ្លូវភេទអនិច្ចជននេះថាមានភាពអយុត្តិធម៌ចំពោះកុមារីរងគ្រោះបំផុតហើយក៏ជាសំណុំរឿងក្តីមួយស្ថិតក្នុងចំណោមសំណុំរឿងអយុត្តិធម៌ច្រើនទៀតដែលសាធារណជនរិះគន់និងចោទប្រព័ន្ធតុលាការកម្ពុជាមិនឯករាជ្យមានអំពើពុករលួយនិងកាត់ក្តីមិនយុត្តិធម៌ជាដើមហើយយើងសំណងរដ្ឋវិញ្ញាតាមផ្លូវតុលាការនោះវាមានតែឲ្យខាងតុលាការហ្នឹងគាត់មេត្តាធ្វើយ៉ាងម៉េចឲ្យអាជ្ញាធរមូលដ្ឋានហ្នឹងជួយធ្វើការសិក្សាស្រាវជ្រាវពីទ្រព្យសម្បត្តិផ្សេងទៀតរបស់កងសុផាតហ្នឹងព្រោះរាល់ឯកសារកាន់កាប់ដីធ្លីផ្សេងហ្នឹងគឺអាជ្ញាធរហ្នឹងឯងជាអ្នកដឹងមុនគេព្រោះគាត់ជាអ្នកគ្រប់គ្រងស្ថានភាពភូមិសាស្ត្រហើយនឹងប្រជាសាស្ត្រអញ្ចឹងរាល់ឯកសារដីធ្លីអីហ្នឹងជាច្រើនគឺធ្វើនៅអាជ្ញាធរមូលដ្ឋានសង្កាត់លេខ3ហ្នឹងឯងទាក់ទិនបញ្ហានេះកាលពីឆ្នាំ2016ក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យចំពោះអនុសេនីយ៍តូកងសុផាតមានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ចវប្បធម៌អប់រំនិងសង្គមនៃការិយាល័យសន្តិសុខផ្ទៃក្នុងចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដោយដកហូតមុខតំណែងឋានន្តរស័ក្តិនិងបណ្ដេញផុតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចំណែកតំណាងអัยការអមសាលាដំបងខេត្តព្រះសីហនុលោកហួតវិចិត្រកាលពីថ្ងៃទី23ខែវិច្ឆិកាឆ្នាំ2016ក៏បានចេញដីកាបង្គាប់ទៅមន្ត្រីនគរបាលយុត្តិធម៌ឲ្យចាប់ខ្លួនឈ្មោះកងសុផាតមកឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុដែលបានប្រព្រឹត្តកាលពីឆ្នាំ2010ស្នងការនគរបាលខេត្តព្រះសីហនុលោកជួននរិនធ្លាប់មានប្រសាសន៍ថារាល់ថ្ងៃនេះជនល្មើសឈ្មោះកងសុផាតដែលជាអតីតមន្ត្រីនគរបាលខេត្តនេះមិនមានវត្តមាននៅក្នុងខេត្តព្រះសីហនុទៀតទេហើយកម្លាំងជំនាញស្ថាប័នលោកបានបន្តឃ្លាំមើលនិងចុះស្រាវជ្រាវមុខសញ្ញានេះដោយយកចិត្តទុកដាក់ព្រោះមានដីកាឲ្យនាំខ្លួនឃុំខ្លួនជនល្មើសឈ្មោះកងសុផាតពីតុលាការលើសំណុំរឿងនេះរួចហើយខ្ញុំដែរនាយកជាអាស៊ីសេរីខេត្តព្រះសីហនុលោកនាងជាទីមេត្រីសាលារាជធានីភ្នំពេញនឹងរៀបចំបញ្ជាចរាចរណ៍នៅបរិវេណពហុកីឡដ្ឋានជាតិអូឡ িম্প ពិកនៅថ្ងៃច័ន្ទទី17កក្កដាដើម្បីរៀបចំពិធីអបអរសាទរការដាក់បញ្ចូលប្រាសាទសម្បូរព្រៃគុករបស់កម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោកសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញបញ្ជាក់ថាដោយសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងចូលរួមក្នុងពិធីអបអរសាទរនោះព្រមទាំងមានអ្នកចូលរួមប្រមាណ 10000 នាក់ផងដូច្នេះដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈទើបសាលាក្រុងត្រូវបញ្ជាចរាចរណ៍តំបន់នោះជាបណ្ដោះអាសន្នការបញ្ជាចរាចរណ៍នេះនឹងចាប់ផ្ដើមពីម៉ោង 4 រសៀលដល់ម៉ោង 10 យប់លោកនាងជាទីមេត្រីលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយខ្ញុំបាទយុនសាមៀនពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារស្ដីពីមូលហេតុមេឃុំនិងចៅសង្កាត់គណៈបកកណ្ដាលអំណាចមិនព្រមប្រគល់ការិយាល័យឃុំឲ្យមេឃុំនិងចៅសង្កាត់ជាប់ឆ្នោតថ្មីកសិករដាំដំឡូងមីនៅខេត្តបន្ទាយមានជ័យសម្រេចទុកដំឡូងចោលដោយមិនប្រមូលផលឡើយដោយសារតម្លៃដំឡូងមីចុះថោកឬគល់នៃបញ្ហាគ្មានទីផ្សារសម្រាប់កសិករខ្មែរហើយមុននឹងបញ្ចប់កម្មវិធីគឺព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារ
លោកនាងជាទីមេត្រីអតីតមេឃុំឬចៅសង្កាត់របស់គណៈបកប្រជាជនកម្ពុជាមួយចំនួនធំដែលចាញ់ឆ្នោតមិនព្រមដើរចេញពីការិយាល័យដែលធ្លាប់បម្រើការស្ទើរនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសមន្ត្រីជំនាញកិច្ចការបោះឆ្នោតយល់ឃើញថាអ្វីបើការចូលកាន់តំណែងរបស់មេឃុំចៅសង្កាត់ថ្មីពីខាងគណៈបកប្រឆាំងត្រូវជួបឧបសគ្គខ្លះក៏ដោយប៉ុន្តែមិនជះឥទ្ធិពលអាក្រក់ដល់លទ្ធផលនៃការបោះឆ្នោតជាតិឆ្នាំ2018នោះទេលោកមមនីរតរាយការណ៍ជុំវិញរឿងនេះនេះជាការផ្លាស់ប្ដូរលើកទី1ហើយនៅថ្នាក់ក្រមជាតិក្រោយពេលកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលនិងចាប់តាំងពីមានការបោះឆ្នោតលើកដំបូងដែលរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជាឬហៅកាត់ថាអ៊ុនតាក់នៅឆ្នាំ1993បញ្ហានេះអ្នកជំនាញកិច្ចការបោះឆ្នោតនិងគណៈបកប្រឆាំងយល់ឃើញថាបាតុភិបដែលបានផ្ទុះឡើងនេះប្រហែលកម្ពុជាពុំធ្លាប់មានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតពីមុនមកទើបជំរុញឲ្យមានភាពស្មុគស្មាញបែបនេះបើទោះជាបែបណាលោកនាយឧត្តមសេនីយ៍ខៀវសុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាវិវាទដែលបានកើតឡើងនេះត្រូវស្វែងរកមុខសញ្ញានៃចំនួនឲ្យបានដឹងជាមុនសិនថាតើបញ្ហានេះបង្កឡើងដោយសារអ្វីឲ្យប្រកបលោកបន្តថាកន្លងទៅអតីតមេឃុំចៅសង្កាត់ខ្លះត្រូវចំណាយថវិកានិងធនធានផ្ទាល់ខ្លួនធ្វើទីស្នាក់ការដើម្បីធ្វើការហេតុនេះអាចជាមូលហេតុដែលនាំឲ្យពួកគេមិនទាន់សម្រេចចិត្តចាកចេញភ្លាមយើងដឹងថានៅកន្លងមកដែលមិនមែនតែសាលាឃុំទាំងអស់ត្រូវបានរដ្ឋយើងតង់ឲ្យគេឃុំខ្លះវានៅជួលផ្ទះគេឃុំខ្លះក៏ដែលរស់នៅតែជ្រកទៅលើគណៈបកប្រជាជនដាក់បកកាន់ណាយយ៉ាងណាអញ្ចឹងថាខ្ញុំឲ្យរកហេតុផលច្បាស់លាស់មិនមែនគិតថាអ្នកគេមិនឲ្យចូលអីគេយល់ថាគេមានហេតុផលរបស់គេសមស្របដែរយើងមិនមែនថាត្រូវតែវិតម្លៃថាត្រូវតែចាញ់ឆ្នោតឬឆ្នះឆ្នោតអីយ៉ាងម៉េចទៅឲ្យគេចូលទៅក្នុងវិតម្លៃរួមអញ្ចឹងមិនត្រូវទេយើងត្រូវរកហេតុផលឲ្យបានច្បាស់លាស់អ្នកជំនាញកិច្ចការបោះឆ្នោតនៃអង្គការមិនមែនរដ្ឋាភិបាលស្ថាប័នជាតិរៀបចំការបោះឆ្នោតនិងគណៈបកប្រឆាំងសុទ្ធតែអះអាងថាភារកិច្ចនៃការដោះស្រាយរឿងនេះគឺជាបន្ទុករបស់ក្រសួងមហាផ្ទៃលោកខំពុធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថាពិវាទរឿងទីតាំងធ្វើការរបស់មេឃុំចៅសង្កាត់នេះវាពុំមែនជាដែនសមត្ថកិច្ចត្រូវដោះស្រាយរបស់ស្ថាប័នកោជបទេសមត្ថកិច្ចរបស់កោជបបានបញ្ចប់ហើយពាក់ព័ន្ធនឹងការិយាល័យការងាររបស់ក្រុមប្រឹក្សាគុំសង្កាត់ហ្នឹងណាអញ្ចឹងបើសិនជាមានការដោះដូរអវត្តមានឬក៏ការរាយឈប់ដោយប្រការណាមួយរបស់ក្រុមប្រឹក្សាគុំសង្កាត់នោះបានជាទូទីរបស់កោជបដែលត្រូវរៀបចំបញ្ជីឈ្មោះជម្រាបទៅក្រសួងមហាផ្ទៃដើម្បីលោកចាត់ចែងទៅតាមការងាររបស់ខ្លួនបាទនេះជាលើកទី1ហើយការប្រជុំនៅតាមទីតាំងសាលាឃុំសង្កាត់ខណៈអតីតមេឃុំចៅសង្កាត់ពីខាងបកកណ្ដាលអំណាចមិនព្រមប្រគល់បន្ទប់ធ្វើការឲ្យមេឃុំចៅសង្កាត់ថ្មីដែលមកពីខាងបកប្រឆាំងមកដល់ពេលនេះគណៈបកប្រឆាំងបដិសេធថានៅពុំទាន់មានតួលេខជាក់លាក់នៅតាមសាលាឃុំសង្កាត់ដែលមានវិវាទនេះនៅឡើយទេមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃអាងថាក្នុងមួយឆ្នាំថវិកាជាតិដែលទម្លាក់ទៅថ្នាក់ក្រមជាតិតាមរយៈការធ្វើសាលាឃុំសង្កាត់នេះប្រហែលចន្លោះ70ឃុំសង្កាត់ក្នុងមួយឆ្នាំប៉ុណ្ណោះនាយឧត្តមសេនីយ៍ខៀវសុភ័ក្រថ្លែងថាដោយសាររដ្ឋខ្វះខាតថវិកាសាងសង់សាលាឃុំសង្កាត់ទើបបង្ខំចិត្តឲ្យមេឃុំឬចៅសង្កាត់ខ្លះត្រូវចំណាយថវិកាពីហោប៉ៅផ្ទាល់ខ្លួនរៀបចំទីតាំងបំពេញការងារដោយខ្លួនឯងផ្ទាល់ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណៈបក្សសង្គ្រោះជាតិអ្នកស្រីមេងសុភារីទទួលស្គាល់ថាការិយាល័យឃុំសង្កាត់ខ្លះពិតជារកឃើញមានការចំណាយថវិកាដោយខ្លួនឯងផ្ទាល់មែនអ្នកស្រីយល់ឃើញថាវិវាទដែលផ្ទុះឡើងក្រោយមេឃុំចៅសង្កាត់គណៈបកប្រឆាំងឈ្នះឆ្នោតនេះអាចកើតចេញពីទំនាស់បុគ្គលនិងបុគ្គលច្រើនជាងជាពិសេសអតីតមេឃុំចៅសង្កាត់ពីខាងបកកណ្ដាលអំណាចព្រោះនេះជាលើកទី1ហើយដែលមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតដូចនេះខ្ញុំថាដោយសារតែមិនធ្លាប់មានការផ្លាស់ប្ដូរពីមុនមកអ្នកដែលធ្វើការងារគាត់ធ្លាប់តែអង្គុយនៅកន្លែងគាត់ដល់តែពេលគាត់បាត់បង់ការងាររបស់គាត់ភ្លាមទៅជួនកាលគាត់មិនទាន់អាចទទួលយកអារម្មណ៍នឹងបានភ្លាមណាចាគាត់មិនទាន់បានសម្របខ្លួនទៅនឹងស្ថានភាពនឹងភ្លាមទៅគឺបានជាគាត់មិនទាន់ប្រគល់ចាហើយម្យ៉ាងវិញទៀតយើងក៏ពិនិត្យឃើញថាដោយសារថាកន្លែងធ្វើការដោយថវិកាជាតិនឹងទម្លាក់មកឃុំសង្កាត់នឹងមានចំនួនតិចតួចពេកទើបគាត់មិនអាចបម្រើសម្ភារៈនៅក្នុងការិយាល័យនឹងគ្រប់គ្រាន់គាត់បានចំណាយថវិកាផ្ទាល់ខ្លួននឹងដើម្បីជាមធ្យោបាយនៅក្នុងការទិញសម្ភារៈប្រើប្រាស់នៅក្នុងការិយាល័យនឹងអញ្ចឹងទៅគាត់ចង់ក្តោបក្តាប់សម្ភារៈរបស់គាត់នឹងដដែលមិនចង់រើចេញត្រឡប់ទៅផ្ទះវិញឬក៏មិនចង់រើទៅកន្លែងផ្សេងចាចំពោះវិវាទនេះគណៈបកប្រឆាំងមើលមិនឃើញថាអាចជាប្រផ្នូលមិនល្អចំពោះលទ្ធផលឆ្នោតឆ្នាំ2018ឡើយ
អ្នកស្រីមេសុភីរីចាត់ទុកថាការបើកឲ្យមានការបោះឆ្នោតនោះជាការឆ្លុះបញ្ចាំងឲ្យឃើញរួចជាស្រេចទៅហើយថាអ្នកនយោបាយនឹងគោរពទៅតាមឆន្ទៈរបស់ម្ចាស់ឆ្នោតហេតុនេះការឈ្នះឬចាញ់គណៈបកនយោបាយនីមួយៗត្រូវទទួលស្គាល់ថាវាគឺជាជោគវាសនាបានកំណត់រួចទៅហើយការបោះឆ្នោតឃុំសង្កាត់នៅអាណត្តិទី4ឆ្នាំ2017ដែលត្រូវបានអាជ្ញាធររាជធានីខេត្តប្រកាសសុពលភាពចូលបម្រើការជាផ្លូវការកាលពីថ្ងៃទី3កក្កដាបង្ហាញថាបកប្រឆាំងទទួលបានមេឃុំចៅសង្កាត់ជិត500អាសនៈខណៈដែលបកកណ្ដាលអំណាចទទួលបានសម្លេងគាំទ្រជាង1000អាសនៈនៃសម្លេងឆ្នោតសរុបនៅទូទាំងប្រទេសនាយកប្រតិបត្តិគណៈកម្មាធិការព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជាឬហៅកាត់ថាអង្គការ Netflix លោកសំគុណធីមីយល់ឃើញថានេះអាចចាត់ទុកជារបៀបស្រឡាញ់អំណាចរបស់អតីតមេឃុំចៅសង្កាត់របស់បកកណ្ដាលអំណាចព្រោះបានបង្កការលំបាកដល់មេឃុំចៅសង្កាត់ថ្មីដែលទទួលបានការផ្ទេរសិទ្ធិស្របច្បាប់រួចទៅហើយក្រសួងមហាផ្ទៃនឹងបានផ្ដល់សុពលភាពឲ្យបានមានសិទ្ធិគាត់មានសិទ្ធិស្របច្បាប់ឲ្យពេញលេញក្នុងការចាត់ចែងរដ្ឋបាលគុំកាត់ដូច្នេះជាគោលការណ៍គណៈបកផ្សេងដែលចាញ់ឆ្នោតនោះត្រូវប្រគល់ការងារទាំងអស់ឲ្យចៅសង្កាត់ថ្មីគាត់នេះគ្រប់គ្រងចាត់ចែងដើម្បីធានាបម្បត្តិការគុំសង្កាត់នេះបើសិនជានៅមានគុំមួយចំនួននៅបង្កលក្ខណៈលំបាកមិនផ្ដល់លទ្ធភាពទេអំណាចផ្ដល់បាយការពិនិត្យមើលតាំងពីតែឡៃធ្វើការទាំងអស់នេះឲ្យចៅសង្កាត់គាត់ធ្វើមិនមានលទ្ធភាពធ្វើការងារបានយ៉ាងណាក៏ដោយចុះអ្នកជំនាញកិច្ចការបោះឆ្នោតនៃអង្គការមិនមែនរដ្ឋាភិបាលមើលឃើញថាភាពប្រទាំងប្រទើសរវាងមេឃុំថ្មីនិងអតីតមេឃុំចាស់នៅពេលនេះនឹងមិនក្លាយជាគំរូដ៏អាក្រក់ចំពោះលទ្ធផលនៃការបោះឆ្នោតជាតិខាងមុខនេះទេព្រោះតំណែងនាយករដ្ឋមន្ត្រីមានតែមួយខុសពីមេឃុំចៅសង្កាត់ខ្ញុំម៉មនីរតអាស៊ីសេរីភ្នំពេញប្រជាកសិករប្រកបរបរដាំដំឡូងមីនៅខេត្តបន្ទាយមានជ័យជាច្រើនគ្រួសារត្អូញត្អែពីតម្លៃដំឡូងមីចុះថោកលក់មិនបានប្រាក់ចំណេញកសិករខ្លះសម្រេចចិត្តទុកដំឡូងចោលដោយមិនប្រមូលផលឡើយអ្នកភូមិអះអាងថាបញ្ហាតម្លៃដំឡូងចុះថោកដោយសារតែសមត្ថកិច្ចថៃបិទមិនឲ្យដំឡូងខ្មែរចេញតាមច្រកព្រំដែនអូ3ជាន់នៅក្នុងស្រុកអូជ្រៅបាទលោកហ៊ុំចម្រើនរាយការណ៍ព័ត៌មាននេះដូចតទៅកសិករខ្មែរនៅជាប់ព្រំដែនប្រទេសថៃក្នុងឃុំអូ3ជាន់អះអាងថាបើទោះជាពួកគាត់ដកដំឡូងមីយកទៅលក់ក៏មិនបានប្រាក់ចំណេញដែរព្រោះចំណាយអស់ដើមទុនដាំដុះច្រើនទើបពួកគាត់សម្រេចចិត្តទុកដំឡូងចោលនៅលើផ្ទៃដីមួយចំនួនកសិកររស់នៅភូមិថ្នល់បត់ឃុំអូ3ជាន់ស្រុកអូជ្រៅអ្នកស្រីមុតស្រីរតថ្លែងថាអ្នកស្រីដាំដំឡូងមីប្រហែល30ហិកតាក្នុងនោះផ្ទៃដីជាងពាក់កណ្ដាលមិនបានប្រមូលផលដំឡូងទេព្រោះតម្លៃចុះថោកលក់មិនបានប្រាក់ចំណេញឡើយអ្នកស្រីថាតម្លៃដំឡូងស្រស់ដែលដឹកយកទៅលក់ឲ្យឈ្មួញនៅក្បែរភូមិ120រៀលក្នុង1គីឡូក្រាមថោកតែមែនទេហើយផ្លាត់ផាត់ថ្លៃកម្មករផងហើយយើងថ្លៃដឹកថ្លៃកម្មករលើកហើយវាអត់សល់ប្រមាណហើយទុកមួយរយៈសិនចាំមើលថាថ្ងៃណាបានថ្លៃទៅចាំបានលក់ទុកសិនមួយរយៈសិនទុកទៅអាចខូចទេដំឡូងនេះអត់អីទេរយៈពេល2ឆ្នាំអត់អីទេចាប៉ុន្តែគុណភាពយ៉ាងម៉េចដែរប៉ុន្តែគាត់ថាវាចេះវាប្រហោងក្នុងណាយើងទុកបានវាប្រហោងក្នុងឲ្យខូចចំណែកកសិករនៅឃុំអូ3ជាន់ម្នាក់ទៀតអ្នកស្រីឡុងសុគន្ធីថ្លែងថាអ្នកស្រីដាំដំឡូងមីចំនួន10ហិកតាហើយចំណាយអស់ដើមទុនជាង1លានរៀលក្នុង1ហិកតាអ្នកស្រីអះអាងថាបើទោះជាចំណាយអស់ដើមទុនច្រើនយ៉ាងនេះក្តីក៏ប៉ុន្តែមិនប្រមូលផលដំឡូងទេព្រោះតម្លៃថោកប្រសិនបើដកដំឡូងក៏មិនអាចទូទាត់រួចថ្លៃដើមបានដែរព្រួយបារម្ភរាល់តែថ្ងៃឯងលោកគ្រូជីវភាពរាល់ថ្ងៃព្រួយបារម្ភនឹងការធ្វើផលនឹងវាមិនបានផលបានផលតិចហើយចំណាយច្រើនផលតិចចំណាយច្រើនអញ្ចឹងការខ្វះខាតនឹងមានតែរៀងរាល់ថ្ងៃមិនមែនមិនខ្វះខាតញ៉ាធរនឹងខ្ញុំបានសួរនាំទៅគាត់ដែរសួរទៅខាងអភិបាលអីចឹងបាទខេត្តអីក៏ខ្ញុំធ្លាប់បានសួរឆ្លងកាត់គាត់ដែរគាត់ថាមិនដឹងតែយ៉ាងម៉េចដែរហ្នឹងគាត់និយាយចឹងនឹងតែដោះស្រាយដោយរបៀបម៉េចណាទោះជាយ៉ាងណាមានកសិករខ្លះក៏សម្រេចចិត្តប្រមូលផលដំឡូងទាំងបង្ខំចិត្តដើម្បីយកប្រាក់ទៅសងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបានខ្ចីយកមកធ្វើដើមទុន
កសិករភាគច្រើនលើកឡើងថាតម្លៃដំឡូងស្រស់ចាប់ពីជាង200រៀលក្នុង1គីឡូក្រាមឡើងទៅពួកគាត់លក់ដំឡូងបានប្រាក់ចំណេញខ្លះដើម្បីដោះស្រាយជីវភាពគ្រួសារហើយប្រសិនបើតម្លៃដូចសពថ្ងៃពួកគាត់លក់មិនបានប្រាក់ចំណេញឡើយតាក់ទងនឹងបញ្ហានេះឈ្មួញទិញដំឡូងមីនៅតំបន់ព្រំដែនឃុំអូបីជាន់អ្នកស្រីរុនធីរ៉ាមានប្រសាសន៍ថាអ្នកស្រីទិញដំឡូងមីយកទៅលក់នៅប្រទេសថៃតាមច្រករបៀងនៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យអ្នកស្រីអះអាងថាតម្លៃដំឡូងមីឆ្នាំនេះចុះថោកជាងឆ្នាំកន្លងទៅដែលដំឡូងស្រស់កាលពីឆ្នាំ2016ជាង200រៀលក្នុង1គីឡូក្រាមចំណែកឆ្នាំនេះតម្លៃដំឡូងស្រស់មិនដល់150រៀលទេក្នុង1គីឡូក្រាមចង់ចាយបានឡើងថ្លៃណែបូគ្រាខំណាំទាំងអីឲ្យបានថោកមកដូចអ៊ំអង្គុយសើចថោកពេកឲ្យគាត់ហាខ្លួនឯងដល់ខ្ញុំទិញទៅពិបាកពេកអត់សូវម្សៅអញ្ចឹងទៅហាទៅវាស្រក់គីឡូច្រើនអត់ហ៊ានទិញទិញថោកពេកគេមិនលក់ដែរចាលក់នឹងលក់ឲ្យខ្មែរយើងលក់ឲ្យថៃស្តង់ថៃចាកិនជាម្សៅហើយអត់ទេគាត់កិនឲ្យស្ងួតហ្នឹងហើយកាប់ម៉ាស៊ីនស្ងួតយកទៅលក់កសិករភាគច្រើនអះអាងថាបញ្ហាដំឡូងមីចុះថោកនេះដោយសារសមត្ថកិច្ចថៃបាត់ច្រកអូបីជាន់មិនឲ្យឈ្មួញនាំដំឡូងចេញទៅលក់នៅប្រទេសថៃដូចឆ្នាំមុនធ្វើឈ្មួញក្នុងស្រុកត្រូវចំណាយដើមទុនអស់ច្រើនដើម្បីដឹកជញ្ជូនទៅប្រទេសថៃតាមច្រកផ្សេងដែលឆ្ងាយពីតំបន់ពួកគាត់រស់នៅឆ្លើយតបនឹងបញ្ហានេះប្រធានច្រកអូបីជាន់លោកមានលួនមានប្រសាសន៍ថាមូលហេតុដែលភាគីថៃបិទច្រកមួយនេះមិនឲ្យកសិករដឹកដំឡូងមីទៅលក់ប្រទេសថៃដោយសារច្រកនេះជាច្រករបៀងខ្នាតតូចមិនអាចដឹកទំនិញទ្រង់ទ្រាយធំដូចជាដំឡូងមីបានឡើយតាមកាពិតច្រកនេះវានៅទីប្រជុំជនដោយការលួចលាក់របស់ចូលនឹងវាគេដូចថាស្ញែងពេកទៅគេខ្លាចមានរឿងមានរ៉ាវទៅគេអត់សូវឲ្យបើកធំទលាឲ្យចូលទេបើកន្លែងផ្សេងៗគេដឹកទៅតែជើងហ្នឹងមិនដឹងវាគេចែងតាមណាខ្លះខ្ញុំក៏មិនដឹងដែរបាទឃើញមានបឹងតគូនមកអីគេចេញចូលបានខ្ញុំឈរមើលនៅហ្នឹងបាទបឹងតគូនកន្លែងច្រកវាច្រកអន្តរជាតិដូចច្រកតំបន់ដែរបាទគេអាចគេធ្វើសម្បត្តិធ្វើអីកូតាចេញនឹងអីបានទោះជាយ៉ាងនេះក្តីពលរដ្ឋអះអាងថាកាលពីឆ្នាំកន្លងទៅសមត្ថកិច្ចថៃអនុញ្ញាតឲ្យរថយន្តរបស់ថៃចូលមកទិញដំឡូងរបស់កសិករខ្មែរតាមច្រកអូបីជាន់បានដោយមិនបាច់ដឹកដំឡូងយកទៅលក់នៅតំបន់ផ្សេងទេហើយតម្លៃដំឡូងក៏ខ្ពស់ជាងឆ្នាំនេះដែរអភិបាលស្រុកអូជ្រៅលោកសានសៀនហូមានប្រសាសន៍ថាដំឡូងមីធ្លាក់ថ្លៃពុំមែនដោយសារតែថៃបិទច្រកអូបីជាន់មិនឲ្យកសិករដឹកដំឡូងយកទៅលក់ប្រទេសថៃតែមួយមុខនោះទេគឺបណ្ដាលមកពីតម្លៃដំឡូងមីនៅលើពិភពលោកចុះថោកដោយសារកសិករនៅប្រទេសជិតខាងដាំដំឡូងច្រើនធ្វើឲ្យទំនិញមានច្រើនជាងតម្រូវការគេរួមបើនិយាយឲ្យត្រូវកាលណាគឺខ្ញុំបានសិក្សារឿងហ្នឹងពីរួមខ្ញុំទៅចិនទៅអីនេះខ្ញុំស្ដាប់ទៅតាមរោងចក្រដូចអីនេះកាលណាអាដំឡូងមីនេះវាធ្វើសម្រាប់យកទៅធ្វើជាប្រេងជាអេតាណុលជាអីហ្នឹងណាអញ្ចឹងទេកាលណាតម្លៃអាប្រេងជាពិសេសគឺតម្លៃប្រេងតាំងទៅចុះថោកអានេះវាចុះទៅតាមហ្នឹងតាក់ទងនឹងបញ្ហានេះប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសវឿនលើកឡើងថាបញ្ហាតម្លៃដំឡូងមីចុះថោកដោយសារមួយផ្នែកឈ្មួញកណ្ដាលព្រួតដៃគ្នាទិញដំឡូងពីកសិករឲ្យតម្លៃថោកដើម្បីបានប្រាក់ចំណេញច្រើនប៉ុន្តែបើសិនបើចង់ឲ្យវិធីសាស្ត្រក៏ដូចជាលើកកម្ពស់ផលិតផលកសិកម្មបន្ថែមទៀតសូមឲ្យមន្ទីរកសិកម្មហ្នឹងធ្វើការបញ្ជាក់ផ្ទាល់ឲ្យកសិករនឹងឈ្មោះដែលទទួលទិញហ្នឹងជួបគ្នាដោយមិនចាំបាច់ឆ្លងឈ្មោះកណ្ដាលតែនោះទៅគឺអាចដោះស្រាយបញ្ហានេះបានហើយលោកសង្កត់ធ្ងន់ថាបញ្ហានេះប្រសិនបើរដ្ឋាភិបាលមិនជួយរកវិធីដោះស្រាយជូនប្រជាកសិករឲ្យបានទាន់ពេលទេពួកគាត់មួយចំនួនប្រឈមនឹងធ្វើចំណាកស្រុកទៅប្រទេសថៃដោយសារគ្មានប្រាក់សងស្ថាប័នមីក្រូហិរញ្ញវត្ថុដែលបានខ្ចីយកមកធ្វើដើមទុនដាំដំឡូងមីអភិបាលស្រុកអូជ្រៅឲ្យដឹងថាប្រជាកសិករដាំដំឡូងមីនៅជាប់ព្រំដែនស្រុកមួយនេះប្រហែល400គ្រួសារនៅលើផ្ទៃដីជាង600ហិកតាខ្ញុំបាទហ៊ុំចម្រើនអាស៊ីសេរីពីខេត្តបន្ទាយមានជ័យ លោកនាងជាទីមេត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងពាណិជ្ជកម្មអះអាងថាបានខ្នះខ្នែងជួយដោះស្រាយបញ្ហាទីផ្សារឬរក្សាលំនឹងទីផ្សារកសិផលដោយប្រើទាំងច្បាប់និងវិធានការចាំបាច់នានាប៉ុន្តែកសិករតាមខេត្តជាច្រើននៅតែបន្តត្អូញត្អែររឿងតម្លៃកសិផលជាច្រើនមុខបានចុះថោកហើយអំពាវនាវឲ្យរដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍រាប់ខែមកហើយ
តើអ្វីទៅជាឫសគល់នៃបញ្ហាគ្មានទីផ្សារហើយរដ្ឋាភិបាលបានធ្វើអ្វីខ្លះដើម្បីរក្សាលំនឹងទីផ្សារកសិផលលោកចិនជាថាមានសេចក្តីរាយការណ៍ពិស្ដារជំវិញព័ត៌មាននេះតម្លៃទំនិញឬកសិផលឡើងចុះតិចតួចគឺជារឿងធម្មតាក្នុងប្រទេសដែលប្រកាន់យករបបទីផ្សារសេរីខុសពីប្រទេសដែលប្រកាន់យករបបទីផ្សារបែបផែនការប៉ុន្តែអ្វីដែលខុសពីធម្មតាក្នុងរបបទីផ្សារសេរីនៅកម្ពុជាបច្ចុប្បន្នគឺកសិករដែលជាអ្នកផលិតយ៉ាងសំខាន់នោះត្រូវខាតបង់ប្រាក់និងជំពាក់បំណុលគេដោយកសិផលលក់បានថោកស្ទើរពាក់កណ្ដាលឬជាងពាក់កណ្ដាលនៃថ្លៃដើមសរុបអតីតប្រធានមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាលោកយ៉ងសាងកុមារថ្លែងថាឫសគល់នៃតម្លៃកសិផលចុះថោកអាចមកពីកសិករផលិតស្រូវពោតសណ្តែកនិងល្ងជាដើមពុំមានគុណភាពល្អត្រូវនឹងតម្រូវការទីផ្សារកសិករមិនបានចងក្រងជាសហគមន៍ឬជាក្រុមដើម្បីលក់ផលិតផលចេញម្យ៉ាងវិញទៀតរដ្ឋាភិបាលឬក្រសួងពាក់ព័ន្ធផ្ដល់ការគាំទ្រតិចតួចនៅឡើយគាំទ្រដល់កសិករគាំទ្រដល់សហគមន៍គាំទ្រដល់ក្រុមហ៊ុនធ្វើការតាក់ទងទីផ្សារក្រុមហ៊ុនសិប្បកម្មដែលធ្វើតាក់ទងនឹងការកែច្នៃផលិតផលកសិកម្មអញ្ចឹងណាទាំងអន្តរកម្មរដ្ឋាភិបាលគឺមានកម្រិតអញ្ចឹងជារួមធ្វើឲ្យសមត្ថភាពផលិតយើងដើម្បីផ្គត់ផ្គង់មកទីផ្សារសមត្ថភាពយើងក្នុងការប្រកួតប្រជែងជាមួយគេវាមានកម្រិតទៀតហើយអញ្ចឹងធ្វើឲ្យយើងនឹងមានការលំបាកហើយគេមានព្រៀបជាងយើងគេអាចផលិតបានច្រើនជាងយើងទៀងទាត់ជាងយើងថោកជាងយើងគេប៉ុនកែច្នៃជាងយើងអញ្ចឹងធ្វើឲ្យយើងនឹងប្រកួតប្រជែងឈ្នះយើងលោកថារដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាទីផ្សារដោយជំរុញឲ្យមានក្រុមហ៊ុនឬសហគ្រាសកែច្នៃកសិផលក្នុងស្រុកឲ្យបានច្រើនដើម្បីនាំចេញទំនាក់ទំនងទីផ្សារនៅក្រៅប្រទេសដោយផ្ទាល់ផ្ដល់បច្ចេកទេសផលិតជូនកសិករឬឲ្យពួកគេចងក្រងជាក្រុមដើម្បីលក់ផលិតផលស្របពេលគ្នានេះរដ្ឋក៏ត្រូវផ្ដល់ប្រាក់កម្ចីបន្ថែមដល់ក្រុមហ៊ុនដើម្បីប្រមូលទិញកសិផលទាំងនោះដែរទាក់ទងបញ្ហានេះក្រសួងពាណិជ្ជកម្មនិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទហាក់បន្ទោសគ្នាទៅវិញទៅមកនៅគ្រាដែលកសិករបន្តត្អូញត្អែរពីរឿងតម្លៃកសិផលចុះថោកខ្លាំងនៅឆ្នាំ2017នេះអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអ្នកស្រីសង្សុផារីថ្លែងថាព័ត៌មានទាក់ទងនឹងទីផ្សារកសិផលមិនត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយទេដែលធ្វើឲ្យកសិករឬអ្នករកស៊ីលំបាកនឹងធ្វើការសម្រេចចិត្តដូច្នេះទើបក្រសួងសម្រេចបង្កើតក្រុមការងារតាមដានតម្លៃទីផ្សារកសិផលមួយដើម្បីប្រមូលព័ត៌មានពីការប្រែប្រួលតម្លៃទំនិញនៅលើទីផ្សារហើយត្រូវផ្សាយបន្តដល់កសិករឲ្យងាយយល់និងទទួលយកបានប្រព័ន្ធសេដ្ឋកិច្ចយើងនៅខ្វះខាតគឺសារព័ត៌មានហ្នឹងឯងពីព្រោះនៅក្នុងរបបទីផ្សារសេរីព័ត៌មានវាដូចជាចរន្តឈាមអញ្ចឹងតែឈាមរត់ដល់ខួរក្បាលហើយអាការសម្រេចចិត្តអាការប្រើប្រាស់ការពិចារណាហ្នឹងក៏វាចុះខ្សោយដែរនៅពេលណាដែលការផ្សព្វផ្សាយព័ត៌មានរបស់យើងនៅមានកម្រិតអញ្ចឹងវាអត់បានជ្រាបទៅដល់ប្រជាជននៅមូលដ្ឋានទេអាឆាននៃការផ្សព្វផ្សាយព័ត៌មានវាមិនទាន់ចង់វារៀបមិនទាន់ត្រូវរបស់ចំណែករឿងជួយរកទីផ្សារឬរក្សាលំនឹងកសិផលវិញអ្នកនាំពាក្យរូបនេះបញ្ជាក់ថាបញ្ហាទីផ្សារកសិផលមិនមែនជាបន្ទុករបស់ក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេប៉ុន្តែក្រសួងបានខិតខំតាក់ទងទីផ្សារក្រៅប្រទេសដូចជាចិននិងនៅអឺរ៉ុបហើយនៅចុងឆ្នាំ2017នេះក្រសួងនឹងមានការពិភាក្សាមួយជាមួយប្រទេសអាមេរិកឡាទីនក្នុងគោលបំណងពង្រីកទីផ្សារកសិផលទៅកាន់ប្រទេសនៅក្នុងតំបន់នេះមួយទៀតចឹងបើសិនជាគេចាប់អារម្មណ៍ថាចង់ទិញទំនិញកសិផលពីយើងម្ល៉េះយើងអាចបើកច្រកទីផ្សារទៅក្នុងទៀតដែរប៉ុន្តែដល់ពេលជាប់អ្នកម្ដងហ្នឹងតែធ្វើតែលទ្ធភាពនៃការផលិតហើយគុណភាពដែលយើងនេះហ្នឹងយើងអាចទងចាប់កម្រិតដែលគេអាចទទួលយកទិញរបស់ហ្នឹងទៅបានអត់ហ្នឹងជារឿងវិលទៅធ្វើការងារច្រើនកាលពីឆ្នាំ2016រដ្ឋាភិបាលបានបើកឲ្យមានកម្ចីការប្រាក់ទាបដល់ក្រុមហ៊ុននិងសហគ្រាសព្រមទាំងក្រុមកសិករដែលបានបង្កើតជាសហគមន៍ដើម្បីប្រមូលទិញស្រូវស្តុកទុកឬកែច្នៃនាំចេញទៅក្រៅប្រទេសប៉ុន្តែមន្ត្រីជំនាញកសិកម្មឲ្យដឹងថាវិធានការនេះមានប្រសិទ្ធភាពតិចតួចបំផុតព្រោះប្រាក់ដែលបានបញ្ចេញចំនួន$27 លាននោះមានម្ចាស់ក្រុមហ៊ុនខ្ចីទៅប្រើប្រាស់ប្រមាណតែ$2 លានប៉ុណ្ណោះអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកហ៊ានវ៉ាន់ហនថ្លែងថាក្រសួងបានធ្វើការងារជាច្រើនលើបញ្ហាទីផ្សារកសិផលនិងបង្កើនផលិតភាពកសិកម្មបច្ចុប្បន្នក្រសួងចងក្រងសហគមន៍កសិករលក់ផលិតផលបានជាង800ក្រុមនៅទូទាំងប្រទេសបន្ទាប់ពីអនុម័តគោលនយោបាយមួយដែលតម្រូវឲ្យកសិករចុះកិច្ចសន្យាទិញលក់ជាមួយម្ចាស់ក្រុមហ៊ុនកែច្នៃកសិផលក្នុងស្រុកដើម្បីឲ្យមានតុល្យភាពដើម្បីផ្ដល់អំណាចចរចា
ជូនទៅដល់កសិករឬសហគមន៍កសិករនេះគឺមិនអាចឲ្យគាត់ផលិតតាមការដែលគាត់មើលឃើញគ្នានោះទេគឺគាត់ឲ្យមានកិច្ចសន្យាផលិតច្បាស់លាស់មុនពេលដែលគាត់ផលិតគាត់ដឹងថាគាត់ត្រូវផលិតអីហើយគាត់ដឹងថាគាត់ត្រូវផលិតប្រមាណហើយគាត់ដឹងថាគាត់នឹងលក់បានកម្រៃប្រមាណនៅពេលប្រមូលផលនេះគឺជាការងារដែលពាក់ព័ន្ធតែយើងធ្វើមិនឲ្យមានលំនឹងតម្លៃអ្នកនាំពាក្យរូបនេះទទួលស្គាល់ថាគុណភាពកសិផលដែលកសិករផលិតបាននៅមានកម្រិតដែលធ្វើឲ្យមានបញ្ហាខាងតម្លៃលក់ចេញប៉ុន្តែបរិមាណកសិផលកម្ពុជាមានការកើនឡើងស្ទើរគ្រប់មុខរបាយការណ៍របស់ក្រុមការងារផ្នែកស្រូវអង្ករនៃវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជនបង្ហាញថារយៈពេល6ខែដើមឆ្នាំ2017កម្ពុជាបាននាំចេញអង្ករចំនួន73សែនតោនបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ2016កម្ពុជាបាននាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ270,000 តោនទោះជាយ៉ាងណាអ្នកជំនាញកសិកម្មថាចំនួនក្រុមហ៊ុនកែច្នៃកសិផលនាំចេញទៅក្រៅប្រទេសដើម្បីលក់បានថ្លៃនោះនៅមានតិចតួចនៅឡើយមិនសមាមាត្រទៅនឹងបរិមាណកសិផលដែលកសិករផលិតបានប្រចាំឆ្នាំដូច្នេះកសិករខ្លះត្រូវបង្ខំចិត្តលក់ស្រូវពោតនិងសណ្តែកជាដើមដែលមិនទាន់បានកែច្នៃទៅក្រៅប្រទេសតាមរយៈឈ្មួញកណ្ដាលក្នុងតម្លៃថោកឬទាបជាងតម្លៃទីផ្សារក្រៅប្រទេសទ្វេដងខ្ញុំបាទចិនជេថាអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងជាបន្តទៅទៀតនេះខ្ញុំបាទយុនសមៀនសូមជូនព័ត៌មានបញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃសៅរ៍ទី15កក្កដាបានចេញមុខតាមបណ្ដាញសង្គម Facebook បកស្រាយពីព័ត៌មានដែលថាលោកបានទៅសម្រាប់ព្យាបាលជំងឺនៅបរទេសលោកហ៊ុនសែនបញ្ជាក់នៅពេលនេះថាព័ត៌មានទាំងនោះជាពាក្យចចាមអារាមហើយថាលោកកំពុងស្ថិតនៅរាជធានីភ្នំពេញអតីតឧបនាយករដ្ឋមន្ត្រីនិងជាអតីតមន្ត្រីជាន់ខ្ពស់គណៈបរិជានិយមហ៊ុនស៊ិនពេជ្រលោកលឺឡៃស្រេងកាលពីម្សិលមិញបានផ្ញើលិខិតពីច្បាប់ដាច់ដោយឡែកពីគ្នាមួយទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងមួយទៀតទៅកាន់លោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិលោកស្នើឲ្យបកទាំងពីររៀបចំបង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីគ្រប់រូបពេលផុតអាណត្តិឆ្លើយតបចំពោះសំណើរបស់លោកលឺឡៃស្រេងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានផ្ដល់សម្ភាសឲ្យសារព័ត៌មានក្នុងស្រុកមួយដោយលោកចរានចោលនៅសំណើនេះលោកហ៊ុនសែនហៅសំណើរបស់លោកលឺឡៃស្រេងនៅពេលនេះថាជាសំណើស្មោករូបចំណែកគណៈបកសង្គ្រោះជាតិនៅមិនទាន់ឆ្លើយតបចំពោះសំណើនេះនៅឡើយទេមន្ត្រីជាន់ខ្ពស់គណៈបកប្រឆាំងអះអាងថាជំនួបរបស់មន្ត្រីជាន់ខ្ពស់គណៈបកនេះជាមួយលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិគឺជាជំនួបចុងក្រោយហើយមុននឹងច្បាប់ស្ដីពីគណៈបកនយោបាយដែលត្រូវបានតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចទើបអនុម័តកែប្រែដើម្បីរារាំងទាន់ដិតមិនឲ្យលូកលាន់ចូលកិច្ចការនយោបាយនឹងត្រូវប្រកាសឲ្យប្រើនៅពេលខាងមុខកាលពីចុងសប្តាហ៍នេះមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រឆាំងមួយចំនួនបាននាំគ្នាស្កាត់ទៅជួបលោកសំរងស៊ីនៅទីក្រុងហុងកុងមេឃុំទើបជាប់ឆ្នោតថ្មីនៅឃុំត្រពាំងច័ន្ទស្រុកបរិបូរខេត្តកំពង់ឆ្នាំងចោទថាគណៈបកកណ្ដាលអំណាចកំពុងព្យាយាមបំបែកសម្លេងរបស់គណៈបកប្រឆាំងនៅឃុំនេះដោយប្រើរូបភាពបង្កើតឲ្យមានបញ្ហាដីធ្លីហើយជួយដោះស្រាយវិញដើម្បីទាក់ទាញសម្លេងគាំទ្រមន្ត្រីគណៈបកកណ្ដាលអំណាចនៅថ្នាក់មូលដ្ឋានថាគណៈបកប្រជាជនកម្ពុជាធ្វើអ្វីៗដើម្បីប្រយោជន៍របស់ពលរដ្ឋពិតប្រាកដស្ថានភាពរបស់មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាត់ហុកនិងមន្ត្រីកោជបទាំង5រូបដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញមកទល់ពេលនេះសុខភាពរបស់ពួកគាត់នៅពុំទាន់រឹងមាំដូចដើមនៅឡើយទេនឹងត្រូវស្ថិតនៅក្នុងការតាមដានសុខភាពជាប្រចាំដោយគ្រូពេទ្យទោះបីជាយ៉ាងណានៅក្នុងចំណោមពួកគាត់ទាំង5នាក់នោះគឺមានអ្នកខ្លះបានចាប់ផ្ដើមចូលបំពេញការងាររបស់ខ្លួនឡើងវិញហើយក្រោយត្រូវបានដោះលែងឲ្យមានសេរីភាពជាបណ្ដោះអាសន្នលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចប់តែប៉ុណ្ណេះ
យើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទយុនសាមៀនព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាអរុនសួស្តី